មានតែការព័ត៌មានដែលសំខាន់ដែលខ្ញុំនឹងជម្រាបជូនដើម្បីកុំឲ្យខាតពេលព្រោះយប់នេះមានភ្ញៀវឬក៏វាគ្មិនពិសេសរបស់យើងជាកិត្តិយសមួយដែលចូលខ្លួនមកនិយាយពីសុខទុក្ខរបស់គ្រូបង្រៀនកម្ពុជាហើយនឹងសំណូមពររបស់សមាគមគ្រូបង្រៀនកម្ពុជាតាក់ទងនឹងរឿងព្រំដែនផងតាក់ទងនឹងរឿងស្ថានភាពទូទៅនៃការរស់នៅរបស់គ្រូបង្រៀនយើងសំណូមពរគាត់ចង់បានអីផងបាទមានតែការព័ត៌មានដំបូងសម្រាប់រាត្រីថ្ងៃទី4ខែតុលានេះគឺតាក់ទងនឹងសមាគមគ្រូបង្រៀនមែនតើទៅផ្ញើសារនយោបាយរឿងព្រំដែននិងទាមទារឲ្យគោរពសិទ្ធិសេរីភាពគ្រូបង្រៀននិងមានចំណុចមួយចំនួនទៀតដើម្បីត្រៀមប្រពៃទិវាគ្រូបង្រៀនថ្ងៃទី5ខែតុលាហើយរឿងទី2តកតងនឹងយោធាថៃដាក់លក្ខខណ្ឌច្រើនចំណុចជាថ្នូរនឹងការបន្តប្រជុំកិច្ចប្រជុំយុទ្ធភូមិភាគជាមួយនឹងកម្ពុជាបាទលក្ខខណ្ឌនេះគឺថាបើមិនព្រមគ្នាទេគឺលើកកិច្ចប្រជុំតទៅទៀតតើលក្ខខណ្ឌអ្វីខ្លះដែលថៃកំពុងតែដាក់មកភាគីកម្ពុជាហេតុអីបានជាម៉ោងនេះនៅមានលក្ខខណ្ឌអីច្រើនម្ល៉េះព្រោះអីកិច្ចព្រមព្រៀងបទឈប់បាញ់បានចប់ទៅហើយមកដល់ម៉ោងនេះគួរតែមានភាពរលូនជាមួយនឹងគ្នានៅក្នុងការជជែកដើម្បីរកភាពប្រក្រតីវិញនោះខ្ញុំនឹងបកស្រាយរឿងនេះលម្អិតហើយដំណឹងទី3គឺកម្ពុជានៅស្ងៀមមិនស្រដីទំពាជ័យខ្ចីជាងទំនេរមាត់តាក់ទងនឹងរឿងនាយករដ្ឋមន្ត្រីថៃថ្មីចុះទៅដល់ប្រាសាទតាមាន់ធំថតរូបយកមកផ្សព្វផ្សាយកក្រាក់ពេញបណ្ដាញសង្គម Facebook និងសារព័ត៌មានពិភពលោកតែកម្ពុជាអះអាងថាប្រាសាទតាមាន់ស្ថិតនៅក្នុងដែនអធិបតេយ្យនិងកំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានខ្មែរ100%ទៅហើយនោះបាទទី4គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលគឺកាលពីថ្ងៃទី2ខែតុលាបានផ្ញើលិខិតមួយទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាសារដាស់តឿនផងហើយទំនងមើលទៅស្ដាប់ទៅដូចជាការព្រមានស្ថាប័នអង្គការសហប្រជាជាតិមួយនេះផងថាដូចជាយឺតយ៉ាវខ្លាំងតាក់ទងនៅក្នុងការដែលមិនព្រមតន់ជួយអន្តរាគមន៍ឲ្យដោះលែងទាហានខ្មែរទាំង18នាក់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននោះតើសាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានខ្លឹមសារយ៉ាងដូចម្តេចខ្ញុំនឹងជម្រាបជូនលម្អិតនៅពេលបន្តិចទៀតនេះដែរហើយបន្ទាប់ទៀតគឺយោធាថៃចាប់ផ្ដើមជិះកតុំរុយកវ៉ែលពីលើអគារកាស៊ីណូថ្មដាក្នុងដែនអធិបតេយ្យរបស់កម្ពុជាប៉ុន្តែថៃទាមទារថានោះគឺជាការទន្ទ្រានចូលទឹកដីថៃថាតើគួរគំទេចអគារនេះចោលឬក៏ចាត់ចែងទុកប្រើប្រាស់រួមយ៉ាងម៉េចនោះបាទតើអគារដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាសោះហេតុអីបានជាថៃសម័យក្នុងខោឥឡូវក៏វ៉ែលពីលើអាកាសមកទៀតដើម្បីរកមើលវិធានការចាត់ការរឿងនេះតើនេះគឺជាការមាក់ងាយធ្វើឲ្យកម្ពុជាយើងរងភាពអាម៉ាស់ប៉ុណ្ណានៅពេលដែលយើងជារដ្ឋអធិបតេយ្យហើយទៅឲ្យប្រទេសដទៃជាអ្នកចាត់ចែងឬអាគារនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនបែបនេះបាទខ្ញុំនឹងបញ្យល់ផងដែរហើយនឹងចុងក្រោយតកតងនឹងរឿងផ្ទុះអាវុធនៅបរសែតកាត់ភ្លុកស្រុករកាធំនៅខេត្តកំពង់ស្ពឺធ្វើឲ្យយុវជនអាយុ17ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមដោយសារតែកំភ្លើងផ្ទុះពីខាងសមត្ថកិច្ចហើយសមត្ថកិច្ចបកស្រាយថាជារឿងរាយការណ៍កំភ្លើងតើរឿងនេះវាយ៉ាងម៉េចទៅវិញបាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃរឿងវែងបន្តិចហើយបងប្អូនហើយចុងរាត្រីនេះគឺចុងព័ត៌មានខ្ញុំនឹងមានបទសម្ភាសន៍មួយជាមួយនឹងលោកស្រីអុកឆាយាវីដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាដែលនឹងជម្រាបជូនអំពីស្ថានភាពគ្រូបង្រៀននៅកម្ពុជាផងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺព័ត៌មានទី1ទៅមុនបាទតកតងនឹងរឿងអឺខ្ញុំនិយាយអំពីសាររបស់គ្រូបង្រៀនមិញនេះគឺភ្ជាប់បន្តិចទៅគឺសមាគមគ្រូបង្រៀនកម្ពុជានេះជាលើកដំបូងហើយដែលសមាគមគ្រូបង្រៀនកម្ពុជាចេញសារនយោបាយខ្លះបងប្អូនបានដឹងហើយថាសារនយោបាយនៅប្រទេសកម្ពុជានេះគឺពិបាកនឹងអាចថ្លែងបានណាស់ដោយសារតែគេមានគោលការណ៍មួយគឺនៅប្រទេសកម្ពុជាគ្រូបង្រៀនស្ថាប័នសិក្សាធិការនេះគឺជាស្ថាប័នឯករាជ្យដែលមិនចំណុះឲ្យស្ថាប័ននយោបាយណាទេអានេះបើតាមអ្វីដែលជាការណែនាំរបស់នាយករដ្ឋមន្ត្រីក្រសួងអប់រំលោកហងជួននរិននឹងនិយាយទៅជាគោលការណ៍ណែនាំរបស់រដ្ឋាភិបាលក៏ប៉ុន្តែមកដល់ពេលនេះស្រាប់តែមានសារនយោបាយរបស់សមាគមគ្រូបង្រៀនដែលជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទៅទៀតតើអាចធ្វើសារនយោបាយបានអីខ្លះដែរទេហើយមានសំណូមពរអីច្រើនផ្សេងហ្នឹងអាចធ្វើបានហេតុអីបានជាពេលហ្នឹងអាចថ្លែងសារនយោបាយបានខ្លះព្រោះអីជាទម្លាប់បើសារនយោបាយគ្រប់គ្រងគណៈបកប្រជាជននោះអាចនិយាយបាននៅក្នុងសាលារៀនប៉ុន្តែបើសារនយោបាយគ្រប់គ្រងឬក៏ប៉ះពាល់ដល់អធិបតេយ្យប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាឬក៏គណៈបកប្រជាជនកម្ពុជាហើយមាននិន្នាការអីបានសម្លេងទៅបកប្រឆាំងឬក្រុមដែលមិនគ្រប់គ្រងរដ្ឋាភិបាលច្បាស់ជាគេខ្ទប់មិនឲ្យនិយាយអីបានទេប៉ុន្តែសាររបស់គ្រូបង្រៀនថ្ងៃនេះគឺគាត់ចេញសេចក្តីអំពាវនាវទេតាមពិតសូមឲ្យបងប្អូនទាំងអស់ចូលរួមអបអរសាទរទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី5ខែតុលានៅស្អែកនេះបាទហើយពួកគាត់ខំប្រឹងដុតដៃដុតជើងរៀបចំបដារៀបចំអីហើយសមាគមគ្រូបង្រៀនគាត់លើកឡើងចេះថាសូមឲ្យបងប្អូនទាំងអស់ទាំងអាណាព្យាបាលសិស្សទាំងសមាជិកលោកគ្រូលោកអ្នកគ្រូមន្ត្រីរាជការអីហ្នឹងសិស្សនិស្សិតយុវជនកម្មករសមាគមសហជីពអង្គការសង្គមស៊ីវិលចូលរួមអបអរសាទរទិវាគ្រូបង្រៀនពិភពលោកដែលរួមគ្នាថ្កោលទោសចំពោះការឈ្លានពានរបស់សៀមមកលើបូរណភាពទឹកដីកម្ពុជាបាទសារសំខាន់របស់សមាគមគ្រូបង្រៀនពេលនេះគឺស្របគ្នាទៅនឹងរដ្ឋាភិបាលស្វាគមន៍
ការឈ្លានពានសំទោសថ្កោលទោសការឈ្លានពានរបស់ថៃហើយទី2គឺមានសំណូមពរច្រើនណាស់គឺទាមទារឲ្យដំឡើងប្រាក់បៀវត្សផងបរមាជូនគ្រូបង្រៀននឹងក្នុងមួយខែធ្វើម៉េចឲ្យបានស្មើ1/4នៃប្រាក់នៃតំណាងរាស្ត្របាទគ្នាសុំតែ1/4នៃប្រាក់រាជការតំណាងរាស្ត្រទេតើតំណាងរាស្ត្របានប្រាក់ប្រមាណហើយប្រាក់គ្រូបង្រៀននឹងបានប្រមាណទៅសុំឲ្យឡើងត្រឹមតែ1/4បានន័យថាម៉េចបើតំណាងរាស្ត្របាន1000គាត់សុំតែ250ហ្នឹងតើអាចទៅរួចទេអញ្ចឹងតើប្រាក់គាត់ប្រមាណឲ្យប្រកាសអំពេលនេះហើយតំណាងរាស្ត្រប្រមាណខ្ញុំនឹងជម្រាបសួរលោកស្រីអុកឆាយាវីនៅចុងកម្មវិធីនេះបន្តិចហើយមានតម្លើងសូមឲ្យមានគោរពតម្លៃសម្លេងគ្រូបង្រៀនពជាពេលក្នុងការបង់ប្រាក់សងធនាគារឲ្យបាន2ឆ្នាំផងប្រហែលជាគ្រូបង្រៀនជាពាក់បំណុលធនាគារគេច្រើនដែរក៏មិនដឹងខ្ញុំនឹងដឹងរឿងនេះពិតបងប្អូននឹងដឹងរឿងនេះពិតបន្តិចទៀតហើយមួយទៀតគឺទាមទារឲ្យដោះលែងទាហានខ្មែរទាំង18នាក់ផងដូច្នេះសារនយោបាយពីរសំខាន់សម្រាប់ទិវាគ្រូបង្រៀននេះគឺថ្កោលទោសថៃរឿងឈ្លានពានកម្ពុជានិងទាមទារឲ្យដោះលែងទាហានខ្មែរទាំង18រូបខ្ញុំទុកឱកាសនេះចាំសម្ភាសលោកស្រីអុកឆាយាវីបន្តិចទៀតចុះប៉ុន្តែមានព័ត៌មានសំខាន់មួយដែលខ្ញុំចង់ជម្រាបជូនបងប្អូនដែរថារឿងទាហាន18នាក់នេះគឺជារឿងមួយដែលជាបន្លាដែលជារឿងរកម្មចិត្តហើយដែលជារឿងដែលថៃចាប់ផ្ដើមប្រព្រឹត្តខុសម្ដងហើយម្ដងទៀតដែលយកពួកគាត់ជាចំណាប់ខ្មាំងថ្ងៃនេះបើយើងគិតមើលពីថ្ងៃទី28ខែកក្កដាដែលគេចាប់ពួកគាត់មកដល់ថ្ងៃទី4ខែតុលាទៅហើយគឺ67ថ្ងៃហើយបងប្អូនដែលពួកគាត់ស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់ថៃជាចំណាប់ខ្មាំងព្រោះបាត់ឈប់បាញ់ក៏បានឈប់ទៅហើយប៉ុន្តែទាហានទាំងអស់នោះអត់បានដោះលែងទេហើយសារអំពាវនាវរបស់ប្រជាពលរដ្ឋខ្មែរនឹងក៏ស្រោចរដ្ឋាភិបាលក៏មិនបង្អង់ដៃដែរខ្ញុំពិតជាគិតថារដ្ឋាភិបាលមិននៅស្ងៀមដែរទេរដ្ឋាភិបាលកម្ពុជាដែលមិននៅស្ងៀមនេះគឺឃើញតាមរយៈក្រសួងការបរទេសក៏មានសេចក្តីថ្លែងការណ៍ជាញឹកញាប់ទាមទារឲ្យមានការដោះលែងទាហានទាំង18នាក់នោះហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំនួសឲ្យរដ្ឋាភិបាលដែលដឹកនាំឲ្យលោកកែវរេមីដែលខ្ញុំតែងតែរិះគន់ថាមិនដែលធ្វើអីត្រូវម្ដងទេព្រោះអីសិទ្ធិមនុស្សគេរំលោភបំផ្លាញប្រជាធិបតេយ្យសិទ្ធិមនុស្សនៅកម្ពុជានៅនឹងចំោះរបស់លោកកែវរមីលោកកែវរមីធ្វើតែមិនដឹងរហូតតតែសហគមន៍អន្តរជាតិ EBA គេផ្ដាច់ដោយសារការរំលោភបំពានសិទ្ធិមនុស្សការចាប់ចងប្រជាពលរដ្ឋខ្មែរគ្នាឯងចង់គេវាយដំច្រំធាក់យ៉ាងម៉េចក៏គណៈកម្មាធិការសិទ្ធិមនុស្សរបស់លោកកែវរមីនេះបិទភ្នែកចិត្តឈឹងប៉ុន្តែពេលនេះលោកធ្វើត្រូវរឿងច្រើនដែរដែលខ្ញុំខកខាននៅក្នុងការមិនសរសើរនិងសាទរលោកមិនបានដែរព្រោះអីខ្ញុំពេញចិត្តអ្នកណាដែលធ្វើកិច្ចការត្រូវដើម្បីប្រយោជន៍ជាតិយើងប៉ុន្តែកុំអនុវត្តស្តង់ដារ2តែឥឡូវខ្ញុំនិយាយពីស្តង់ដារនេះគឺស្តង់ដារប្រយោជន៍ជាតិយើងអញ្ចឹងលោកទទួលបានការសាទររបស់ខ្ញុំហើយកុំឆ្ងល់ថាហេតុអីបានមួងណារ៉េតសើកិច្ចការរបស់រដ្ឋាភិបាលព្រោះរដ្ឋាភិបាលធ្វើខុសក៏ច្រើនប៉ុន្តែបើធ្វើត្រូវសរសើរគាត់ខ្លះទៅវាមិនមានអីខុសឆ្គងទេព្រោះអាទង្វើល្អនាំគ្នាសាទរទៅក្រៃលោកគាត់ធ្វើល្អបានច្រើនទៀតហើយបើគាត់ធ្វើល្អជាមួយនឹងចំណុចនៃទាហានយើងទាំង18នាក់តិចទៀតសូមឲ្យគាត់ធ្វើល្អជាមួយនឹងសកម្មជនបរិស្ថានមេដាធម្មជាតិឬក៏សហជីពឬអីអ្នកទោសមនសិការនៅក្នុងពន្ធនាគារដែលជាង70នាក់ហ្នឹងសូមឲ្យគណៈកម្មការសិទ្ធិមនុស្សដដែលហ្នឹងចេញសារដោះលែងគ្នាឯងផងតែឥឡូវខ្ញុំសរុបតាក់ទងនឹងសាររបស់លោកកែវរេមីចុះថ្ងៃទី2ខែតុលាឆ្នាំ2025រៀងយឺតពេលបន្តិចហើយបងប្អូនព្រោះប៉ាអែមលៀងមាត់ហ្នឹងទៅជាច្រើនមុខពេកទៅដាក់អត់អស់វាពេញផ្ទះដូច្នេះថ្ងៃនេះគឺយករឿងនេះយកមកជម្រាបជូនបងប្អូនដោយសារតែលោកកែវរេមីសរសេរអីទៅអ្នកណាគាត់ផ្ញើជូនទៅឯអាដាមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សOHCHR បាទជារបស់អង្គការសហប្រជាជាតិនៅឯវិមានប្រជាជាតិនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសឯណោះហេតុអីបានជាលោកកែវរេមីសរសេរសារនេះទៅឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅពេលនេះគឺគាត់សរសេរថាកម្មវត្ថុបន្តតាមដានលើញត្តិបន្ទាន់ពាក់ព័ន្ធនឹងការឃុំខ្លួនខុសច្បាប់និងមាតុភូមិនិវត្តរបស់កងទ័ពកម្ពុជា18នាក់ដោយយោធាថៃបាទតាមពិតរឿងនេះគឺជាសារដែលសរសេរដើម្បីសួរថាតើលិខិតដែលគាត់ផ្ញើទៅលើកមុននោះញត្តិដែលគាត់ផ្ញើភ្លាមតាំងពីខែសីហាមកនោះទៅដល់ណាហើយមិនក៏បានអង្គការសហប្រជាជាតិអត់ចាត់ការអីសោះអញ្ចឹងដូច្នេះសរុបសេចក្តីមកបើតាមមើលសារដែលផ្ញើទៅនេះគឺជាការដែលអំពាវនាវផងដាស់តឿនផងហើយក៏ជាអាចជាសារព្រមានដែរបើតាមខ្ញុំមើលនៅខ្លឹមសារនេះព្រោះអីគាត់ផ្ញើសារឬក៏ញត្តិនេះទៅអង្គការសហប្រជាជាតិយូរហើយតាំងពីខែសីហាឲ្យដោះស្រាយបញ្ហារឿងទាហានយើងទាំង18នាក់បងប្អូនតាំងពីដើមខែសីហាឥឡូវដើមខែកញ្ញាទៅហើយតុលាទៅហើយអញ្ចឹងមួយខែជាងអីហ្នឹងហើយអត់មានដំណឹងអីសោះតើអង្គការសហប្រជាជាតិធ្វើអីឲ្យប្រកាសនៅពេលដែលមានសំណូមពរពីប្រទេសអធិបតេយ្យមួយស្នើសុំឲ្យមានអន្តរាគមន៍ហើយប្រងើយកន្តើយបែបនេះខ្ញុំថាលោកកែវរេមីឬក៏គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្បាស់ជាឈឺចាប់បងប្អូនប្រជាពលរដ្ឋក៏ឈឺចាប់តែស្ថាប័នអង្គការសហប្រជាជាតិនេះហាក់បីដូចជាមិនឈឺចាប់ជាមួយប្រជាជាតិខ្មែរសោះឥឡូវនេះបើតាមអ្វីដែលខាង
គណៈកម្មការសិទ្ធិមនុស្សកម្ពុជាលោកថាព្រួយបារម្ភខ្លាំងដោយសារតែការឃុំខ្លួននឹងបន្តខុសច្បាប់តទៅទៀតហើយមានការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្សអន្តរជាតិនិងជាតិផងច្បាប់មនុស្សធម៌អន្តរជាតិការឃុំខ្លួនតាមទំនើងចិត្តលក្ខនឹងលក្ខបាទនិយាយទៅគណៈកម្មការសិទ្ធិមនុស្សនេះគឺពិតជាគណៈកម្មការសិទ្ធិមនុស្សដែលស្គាល់សិទ្ធិមនុស្សច្បាស់លាស់សមនឹងទទួលកិច្ចការរដ្ឋាភិបាលហ្នឹងណាគាត់ថាដូចខ្ញុំនិយាយចឹងបើថាគេធ្វើបាបទុកម្នេញគ្នាឯងគឺគាត់អត់អាចទៅសូត្រមេត្រាណាមួយនៅក្នុងសិទ្ធិហ្នឹងដើម្បីការពារខ្មែរគ្នាឯងដែលគេចាប់រដ្ឋាភិបាលខ្លួនឯងចាប់សោះតែបើនេះគាត់អាចរកឃើញគាត់និយាយចេះគាត់ប្រើពាក្យថាសូមឲ្យការិយាល័យឧត្តមស្នងការសហជីវជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សកម្ពុជាដែលមានអាណត្តិនៅក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សតាក់ទងជាបន្ទាន់ទៅនឹងរដ្ឋាភិបាលថៃព្រោះវាស្ងាត់ពេកគាត់ឲ្យតាក់ទងជាបន្ទាន់ដើម្បីធានាដោះលែងដោយឥតលក្ខខណ្ឌនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង18នាក់ស្របតាមច្បាប់អន្តរជាតិសារកន្លែងនេះដែលខ្ញុំនិយាយថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអស់ភាពខន្តីអស់ភាពអត់ធ្មត់ដែរហើយចាប់ផ្ដើមប្រើភាសាមួយថាជាការព្រមានដល់អង្គការសហប្រជាជាតិដែរព្រោះអីអសកម្មពេកគាត់ប្រើពាក្យថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសូមគូសបញ្ជាក់ថាកង្វះខាតសកម្មភាពជាក់ស្ដែងនិងទាន់ពេលវេលាអាចនឹងត្រូវបកស្រាយថាជាការយល់ស្របឬប្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សឬក៏មនុស្សធម៌អន្តរជាតិភាពអសកម្មនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងខូចកិត្តិយសកងទ័ពកម្ពុជានោះទេថែមទាំងបង្កើតគំរូអាក្រក់ចំពោះការរួចផុតពីនីតិរដ្ឋភាពដែលធ្វើឲ្យសំទោសការរួចផុតពីទោសទណ្ឌដែលគេហៅវប្បធម៌នីតិរដ្ឋភាពដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះនិងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិដែលធ្វើឲ្យវាចុះខ្សោយផងដែរម្លងនេះស្ថាប័នសិទ្ធិមនុស្សកម្ពុជាព្រមមានទៅស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាការដែលមិនដោះស្រាយតាមសំណូមពរសំណើរបស់កម្ពុជាឲ្យលឿនទាន់ពេលវេលាគឺជាការយល់ព្រមឲ្យគេរំលោភសិទ្ធិមនុស្សបំផ្លាញធ្វើបាបទុកបុកម្នេញទាហានខ្មែរទាំងបំពេញឲ្យធ្វើឲ្យស្ថាប័នអង្គការសហប្រជាជាតិចុះខ្សោយទៀតបាទថាតើសារនេះអាចនឹងធ្វើឲ្យអង្គការសហប្រជាជាតិដោះស្រាយបញ្ហាយើងយ៉ាងណាយើងតាមដានតទៅទៀតប៉ុន្តែខ្ញុំឲ្យមេដៃទៅលោកកែវរមីដែលមានភាពក្លាហានហ៊ាននិយាយសារខ្លាំងៗទៅអង្គការសហប្រជាជាតិដើម្បីឲ្យជួយដោះលែងទាហានខ្មែរយើងទាំង18នាក់នោះផងខ្ញុំមែនតើទៅគឺយល់ស្របថាការដែលឃុំខ្លួនទាហានខ្មែរទាំង18នាក់របស់ថៃនេះគឺជាអំពើកក្លឿនប្រមាថឈ្លានពានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុន្តែរួចខ្លួនទាំងថៃក៏រួចខ្លួនស្ថាប័នអន្តរជាតិហាក់បីដូចជាទុកឲ្យកម្ពុជានៅឯកោពេកហើយមិនចាត់ការដោះស្រាយបញ្ហានេះសោះប៉ុន្តែសារដង្ហើយរបស់លោកកែវរមីនេះមិនខុសពីសារដង្ហើយរបស់ប្រជាពលរដ្ឋខ្មែរអ្នកគ្រប់គ្រងគណៈបកប្រឆាំងនៅពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិនិងគេធ្វើទុកបុកម្នេញបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកម្ពុជាដែរទេគេស្រែកស្អកកអង្គការសហជីវជាតិក៏នៅតែមិនជាដោះស្រាយអីទាន់ពេលវេលាអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្នាពិបាកមានទុកវេទនាដូចគ្នាឥឡូវនេះខ្ញុំចូលដល់តកតងនឹងរឿងទី2គឺរឿងធំដែរបងប្អូនគឺរឿងព្រំដែនយើងមកដល់ម៉ោងនេះគឺកិច្ចប្រជុំយុទ្ធភូមិភាគរបស់កម្ពុជាជាមួយនឹងថៃគឺកំពុងតែរញ៉េរញ៉ៃហើយបងប្អូនខ្ញុំថាមានភាពរពើរពើងទៀតហើយដោយសារអីថៃចាប់ផ្ដើមងឿកច្រើនថៃងឿកកិច្ចកុកច្រើនហ្នឹងគឺដោយសារតែកម្ពុជារក្សាជំហរអត់ធ្មត់នៅពេលដែលកម្ពុជារក្សាជំហរអត់ធ្មត់ថៃចាប់ផ្ដើមបានដៃកាន់តែសម្បើមហើយបានដៃនេះនៅក្នុងន័យថាគិតថាកម្ពុជាមិនតបតខ្លួនទេនៅពេលដែលកម្ពុជាមិនតបតខ្លួនថៃចាប់ផ្ដើមប្រើល្បិចអូក្រិតឬក៏ស្មោកគ្រោករបស់ខ្លួននៅក្នុងការដាក់លក្ខខណ្ឌសពបែបយ៉ាងឥឡូវលក្ខខណ្ឌនៅក្នុងការប្រជុំភូមិភាគអត់ចង់ប្រជុំទេចង់លើកទៅពាក់កណ្ដាលខែតុលាទេព្រោះអីបើតាមដឹងត្រូវប្រជុំថ្ងៃ6ថ្ងៃ7នេះណាស្អែកខាងស្អែកនេះហើយព្រោះការលើកមុនថាពជាពេលសុំពជាពេលដោយសារតែមានការដោះដូរណែសមាជិកជួរទាហាននៅក្នុងជួរយុទ្ធភូមិភាគនោះដោយសារតែមានការរុះរើរដ្ឋាភិបាលថ្មីឬក៏មានការលាមាតុភូមិនិវត្តន៍មិនមែនលាទេគឺចូលរត្រែតចូលនិវត្តន៍មិនមែនមាតុភូមិនិវត្តន៍ទេរបស់លោកប៊ុនស៊ិនបាត់ខ្លាំងអីចឹងទៅហើយកម្ពុជាក៏សម្របលើកពេលឲ្យដែរដោយសារខាងថៃគេថាគេត្រូវការដោះដូរសមាជិកមន្ត្រីជាន់ខ្ពស់ផ្នែកយោធាអញ្ចឹងទៅប៉ុន្តែឥឡូវដោះដូរឲ្យអស់ថៃចាប់ផ្ដើមនិយាយថាអាកិច្ចប្រជុំដែលគ្រោងនឹងលើកពេលដល់ថ្ងៃ6 7ក៏លើកពេលទៀតអាចលើកដល់ថ្ងៃពាក់កណ្ដាលខែតុលាដោយសារអីដោយសារថៃយោធាថៃគេថាកម្ពុជាអត់ទាន់គ្រប់តាមលក្ខខណ្ឌ3ចំណុចធំៗបងប្អូនហើយ3ចំណុចនេះគ្រោះថ្នាក់មែនតើទី1គឺឲ្យយើងដោះមីនឲ្យអស់នៅតាមតំបន់ព្រំដែនបងប្អូនថៃមិនមែនឲ្យយើងដោះមីនតាមមនុស្សធម៌ដោយអ្វីដែលកម្ពុជាលើកឡើងទេណាកម្ពុជាខាងអាជ្ញាធរមីនអីសិតតែថាដីប្រមាណលានម៉ែត្រការ៉េអីហ្នឹងគឺនៅតាមព្រំដែនខេត្ត6ហ្នឹងគឺយើងដោះទៅតាមមនុស្សធម៌បានន័យថាដោះកន្លែងណាដែលមិនមានវិវាទទេគឺដោះទៅតាមលទ្ធភាពជាក់ស្ដែងប៉ុន្តែថៃថាមិនមែនជាការដោះមីនតាមមនុស្សធម៌ទេគឺជាការដោះមីនទៅតាមកន្លែងកំពុងមានវិវាទគ្នានេះដែលថៃកំពុងតែចូលមកដាក់បលាលួអត់បានទេឲ្យទៅដោះនៅម្ដុំហ្នឹង
ហើយបើសិនជាយើងទៅដោះមីននៅតំបន់ដែលកំពុងតែមានវិវាទគ្នាសូម្បីតែមានមីនមិននៅតែជ្រៀតចូលមកបានចុះបើយើងដោះមីនអស់វាមិនដូចបលាឫស្សីនិងប្រាក់ដួងនៅក្នុងសម័យលង្វែកនេះហើយដែលប្រជាពលរដ្ឋខ្មែរកំពុងតែព្រួយបារម្ភហើយនេះហើយដែលថៃកំពុងតែយកសម័យលង្វែកយកមកលងខ្មែរហើយធ្វើបាបផ្លូវចិត្តកម្ពុជាមែនតើធ្វើបាបរដ្ឋាភិបាលកម្ពុជាផ្លូវចិត្តដោយសារអីខ្លួនអត់ធ្មត់ឥឡូវថៃដាក់លក្ខខណ្ឌទី1គឺលក្ខខណ្ឌត្រូវតែដោះមីននៅអាតំបន់កន្លែងដែលមានចំនួនហ្នឹងហើយបើយើងដោះមីនដោយភាសាតាកបីអីដោះអស់ថៃចូលមកយកភាសាតាកបីបាត់ទៀតហ៎ដោយសារតែមីនហ្នឹងឯងបានជាទាហានថៃចូលអត់បានយើងគ្រប់គ្រងភាសាតាកបីនឹងជើងមួយទៀតគឺតកតងនឹងរឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យយកភូមិព្រៃច័ន្ទនិងភូមិជោគជ័យជាចំណាប់ខ្មាំងថាបើអត់ដោះស្រាយបញ្ហាភូមិជោគជ័យនឹងនងច័ន្ទឲ្យមានកម្ពុជាអត់មានផែនការជំលៀសប្រជាពលរដ្ឋចេញពីដីឯងទេអកុសលមែនតើបងប្អូនជំលៀសប្រជាពលរដ្ឋពីដែនអធិបតេយ្យដីឯងហើយគេគម្រាមថាបើអត់មានផែនការជំលៀសប្រជាពលរដ្ឋពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យឲ្យបានឆាប់ទេគឺគេទុកពេលឲ្យដល់ថ្ងៃ7ខែតុលា7បានន័យថានៅថ្ងៃនៅ3ថ្ងៃទៀតនឹងបងប្អូនហើយ7ហ្នឹងគឺចង់ឲ្យកម្ពុជាចេញផែនការជំលៀសប្រជាពលរដ្ឋទៅរកទីតាំងណានៅក្នុងដីខ្មែរឲ្យដកផុតចេញពីដីថៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅអាម៉េចនៅ30 40ឆ្នាំនៅលើដីរបស់ខ្លួនហើយឲ្យជំលៀសប្រជាពលរដ្ឋតើកម្ពុជានឹងធ្វើតាមដែរទេហើយបើកម្ពុជាអត់ធ្មត់ធ្វើតាមថៃជំលៀសប្រជាពលរដ្ឋចេញផែនការជំលៀសនេះទៀតខ្ញុំជឿថាភ្លើងឆេះកាលហើយនៅពេលនេះគឺកម្ពុជាប្រជាពលរដ្ឋច្បាស់ជាលែងអត់ធ្មត់ដែរព្រោះអីរដ្ឋាភិបាលអត់ធ្មត់ប្រជាពលរដ្ឋប្រហែលជាលែងអត់ធ្មត់ព្រោះថៃជ្រុលពេកហើយយើងអត់តបតគេសោះជ្រុលពេកត្រង់ថាអីឲ្យទៅដោះឲ្យទៅដកឥឡូវយកផែនការជំលៀសប្រជាពលរដ្ឋឲ្យគេទុកពេលឲ្យថ្ងៃត្រឹមថ្ងៃ7បើអត់ថ្ងៃ7ហ្នឹងអត់មានផែនការជំលៀសពីកម្ពុជាប្រាប់ទៅថៃច្បាស់លាស់ទេគេប្រាប់ថាកិច្ចប្រជុំហ្នឹងលើកតែថ្ងៃ15ហើយបើលើកតែថ្ងៃ15បានណាថ្ងៃទៀតលើកទៀតដោយសារអីថៃចាប់ផ្ដើមស្គាល់ចំណុចខ្សោយរបស់ខ្មែរហើយចេះតែយកហ្នឹងជាលេសរហូតអាហ្នឹងគឺចំណុចទី2ចំណុចទី3គឺថៃនិយាយពីរឿងថាទាហានខ្មែរអត់ព្រមដកទ័ពនៅជួរមុខចោះទាហានថៃអត់ដកខ្លួនឯងមករករឿងទាហានខ្មែរអត់ដកទ័ពហើយបើថៃកម្ពុជាដកទ័ពហ្នឹងតើបាននរណាការពារព្រំដែនទ័ពនៅពេញមុខកន្លែងសមរភូមិមុខនៅទល់ដែនមិននៅគេយកបលាលួសមករាយរកម្មចិត្តប្រជាពលរដ្ឋពេញផ្ទៃប្រទេសហើយចោះតម្រាំតែយើងឲ្យដកទៀតហ្នឹងតើថៃចង់បានអីប្រកាសសុទ្ធតែរឿងបំពេញដែនអធិបតេយ្យខ្មែរទាំងអស់ហើយនេះគឺជាលក្ខខណ្ឌមួយដែលឲ្យកម្ពុជាព្រមតាមហើយបើកម្ពុជាអត់ព្រមតាមគេកុកទៅគឺគេអត់ប្រជុំខ្ញុំថាកម្ពុជាមិនបាច់ប្រជុំទេអត់ប្រជុំរហូតក៏បានដែរព្រោះអីយើងទៅប្រជុំទៅអីបើប្រជុំដើម្បីបាត់ដីអញ្ចឹងវាអត់ខ្ញុំជឿថានិយាយទៅរដ្ឋាភិបាលថៃធ្វើបាបផ្លូវចិត្តកម្ពុជាយ៉ាងសម្បើមហើយខ្ញុំជឿថាគេធ្វើបាបផ្លូវចិត្តដោយសារតែកម្ពុជាខ្លួនឯងអនុវត្តកម្មវិធីមួយគឺអត់ធ្មត់មិនតបតហើយយកយន្តការតវ៉ាកោលទោសជូនដំណឹងអំពាវនាវស្នើសុំបដិសេធប៉ុន្តែជំរឹះមួយតាក់ទងនឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ មកដល់ម៉ោងនេះរឿងព្រៃច័ន្ទរឿងជោគជ័យរឿងប្រាសាទណែរឿងច្រកអានសេះហើយរឿងប្រាសាទតាមាន់ធំសន្ទុះព្រំទ្របអីអត់ទាន់ឮសោះដូច្នេះអានឹងហើយដែលជារឿងដែលយើងទាំងអស់គ្នាជាខ្មែរនឹងជួយរដ្ឋាភិបាលផងបងប្អូនសួរខ្ញុំថាចុះបើរដ្ឋាភិបាលអត់ដាក់ប្តឹងប្រជាពលរដ្ឋខ្មែរយើងដាក់ប្តឹងបានទេវាអកុសលណាស់បងប្អូនតុលាការយុត្តិធម៌អន្តរជាតិជាយន្តការរវាងប្រទេសនិងប្រទេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលតុលាការយុត្តិធម៌អន្តរជាតិអត់កាត់ក្តីបុគ្គលទេគេកាត់ក្តីប្រទេសនិងប្រទេសអញ្ចឹងហើយបានជាប្រជាពលរដ្ឋកម្ពុជាខ្លួនឯងគ្មានសម្លេងអាចនឹងធ្វើឲ្យតុលាការ ICJ ទទួលបណ្ដឹងយើងទេបណ្ដឹងយើងត្រូវធ្វើតាមរយៈរដ្ឋាភិបាលណាក៏ដោយរដ្ឋាភិបាលស្របច្បាប់រដ្ឋាភិបាលក្រៅរដ្ឋាភិបាលសម្មាលរដ្ឋាភិបាលអីក៏ដោយក្នុងនាមជារដ្ឋាភិបាលនិងរដ្ឋាភិបាលទៅប្រទេសគេនោះបានគេយកបណ្ដឹងយើងបើប្រជាពលរដ្ឋគឺគេមិនយកទេព្រោះអីយុត្តាធិការរបស់គេកាត់ក្តីប្រទេសនិងប្រទេសមិនមែនបុគ្គលទេខុសពីតុលាការយុត្តិធម៌អន្តរជាតិ ICC ដែលគេកាត់ទោសបុគ្គលប៉ុន្តែកាត់ទោសបុគ្គលនឹងក៏ដោយក៏ត្រូវតែមានជាកម្រិតប្តឹងរបៀបស្ថាប័នធំដែរតែយើងរឿងព្រំដែនគឺរឿង ICJ មិនមែនរឿងតុលាការព្រំទាន់អន្តរជាតិ ICC ទេតុលាការព្រំទាន់អន្តរជាតិ ICC គេដោះរឿងណែអកតកម្មឈ្លានពានរបស់ថៃបានដែរចង់និយាយថាការទម្លាក់គ្រាប់ការប្រើ F16 ការប្រើយន្តហោះរបស់ស៊ុយអែតឬក៏អីសម្រាប់បាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាអាហ្នឹងយើងអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតាក់ទងនឹងការសម្លាប់ប្រជាពលរដ្ឋស៊ីវិលអីឡាក់នឹងឡាក់បរិក្រិតប្រឆាំងនឹងមនុស្សជាតិអាហ្នឹងតុលាការ ICC គេដោះស្រាយដើម្បីយកបុគ្គលឧត្តមសេនីយ៍យោធាថៃកាត់ទោសប៉ុន្តែរឿងព្រំដែនរឿងព្រៃច័ន្ទរឿងអានសេះរឿងភ្នំទ្របរឿងស្អីនេះគឺជារឿង ICJ អត់មានរឿង ICC ទេបាទអញ្ចឹងខ្ញុំស្លេះរឿងហ្នឹងត្រឹមប៉ុណ្ណឹងតើលក្ខខណ្ឌគេនឹងធ្វើប៉ុណ្ណឹងបានប៉ុណ្ណឹងយើងព្រមតាមគេឬយ៉ាងណាខ្ញុំជឿថាយើងចាំមើលរដ្ឋាភិបាលតែរដ្ឋាភិបាលសប្តាហ៍នេះបើតាមដឹងអ្វីដែលយោធាថៃប្រាប់ថា
អត់ទាន់បានដាក់សំណើដាក់អីហើយក៏អត់ទាន់ទទួលសំណើថៃដែលចង់ឲ្យយើងដោះស្រាយបញ្ហាទាំងអស់ហ្នឹងដែរកម្ពុជាក៏នៅតតាំងចំហហ្នឹងដែរប៉ុន្តែតើតាំងបានយូរប៉ុណ្ណាយើងចាំមើលតទៅទៀតក្នុងពេលជាមួយគ្នាហ្នឹងអាដែនអធិបតេយ្យរបស់យើងហ្នឹងគឺយន្តនៃកតុំរុយថៃក៏វែលលើថ្មដានោះអាកន្លែងភូមិថ្មដាឃុំថ្មដានៅឯពោធិ៍សាត់នោះជាប់ខេត្តត្រាតនោះអាមានសន្តាគារមួយឈ្មោះថាសន្តាគារថ្មដាដែលគេទុកចោលទៅហើយហ្នឹងគឺថៃកវ៉ែលរហូតថ្ងៃហ្នឹងគឺជិះកតុំរុយកវ៉ែលពីលើដើម្បីអីទៅមើលថាតើទីតាំងហ្នឹងគួរតែរំលាយចោលឬក៏គួរតែទុកប្រើប្រាស់ជាប្រយោជន៍រួមហើយហេតុអីបានជាថៃមកកវ៉ែលលើដីយើងហើយទុកជាប្រយោជន៍រួមឬមិនប្រយោជន៍រួមបដានអធិបតេយ្យរបស់ខ្មែរសោះនេះខ្ញុំកំពុងតែឆ្ងល់ឥឡូវហ្នឹងគឺគេទៅជាអ្នកចាត់ចែងដែនអធិបតេយ្យរបស់យើងហើយកម្ពុជាអត់មាត់អីទាំងអស់កម្ពុជាយកវិធីនៅស្ងៀមជាជាងស្រដីទៅពៀជ័យខ្ចីជាជាងទនេមាត់សន្និសីទសារព័ត៌មានក៏លែងធ្វើសន្តិភាពការព្រំដែនតាំងពីស្ងប់ស្ងាត់មកលែងមានអីនិយាយជាក្រសួងការបរទេសក៏លែងមានសន្និសីទសារព័ត៌មានក្រសួងការពារជាតិក៏លែងមានក្រសួងអ្នកនាំពាក្យរដ្ឋាភិបាលក៏លែងមានសន្និសីទសារព័ត៌មានអីទៀតដែរដោយសារតែគិតថាសន្តិភាពការព្រំដែនស្ងប់ស្ងាត់នៅពេលដែលកំពុងតែរំជើបរំជួលដោយព្យុះមាដោយរញ្ជួយដីស៊ូណាមីហ្នឹងក៏ប៉ុន្តែផ្ទុយទៅវិញអាការស្ងប់ស្ងៀមហ្នឹងគឺវាធ្វើឲ្យថៃបានដៃកាន់តែខ្លាំងដោយសារអីស្ងប់ស្ងៀមខ្លាំងបំផុតគឺនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលចុះទៅដល់ប្រាសាទតាមាន់ធំទៅថតរូបនៅហ្នឹងយើងធ្លាប់ដឹងហើយថាទាហានខ្មែរគ្រប់គ្រងប្រាសាទតាមាន់ធំ100%ហើយអ្នកណាផ្សាយពីរឿងតាមាន់ធំផ្សាយពីរឿងភ្នំទ្រាប់អីហ្នឹងសូត្រតអ្នកក្បត់ជាតិទាំងអស់ផ្សព្វផ្សាយព័ត៌មានពិតកាន់ជើងថៃប៉ុន្តែខ្លួនឯងអត់មានព័ត៌មានពិតដើម្បីតបទៅថៃនឹងវិញសោះចុះបើសិនជាយើងថាព័ត៌មាននឹងមិនពិតទេយើងក្បត់ជាតិយើងផ្សាយដើម្បីកាន់ជើងថៃចុះឥឡូវហេតុអីចុះអស់លោកមិនយកអាដាមសេនីយ៍ឬក៏យោធាឬជាពិសេសយកអ្នកដែលផ្សាយព័ត៌មានដែលថាព័ត៌មានផ្សាយមិនពិតហ្នឹងហេតុអីមិននាំគ្នាចុះទៅថតរូបនៅប្រាសាទតាមាន់ធំនេះអាកន្លែងដែលថៃអនុទិនច័ន្ទវរៈគុលឈរថតមុខប្រាសាទតាមាន់ធំហ្នឹងមិននាំគ្នាទៅចុះថតមកប៉ោះមើលដើម្បីឲ្យប្រជាពលរដ្ឋឃើញថាអូកម្ពុជាគ្រប់គ្រងប្រាសាទតាមាន់ធំ100%បានណាយើងចុះទៅមើលតាមពិតខ្ញុំមិនទៅចង់ផ្ចាញ់ផ្ចាលអីអញ្ចឹងទេយើងធម្មតាយើងស្រក់ទឹកភ្នែកណាស់នៅពេលដែលគេគ្រប់គ្រងដែនអធិបតេយ្យរបស់យើងបានព្រោះមុនបាត់ជប់បាញ់ឬសូថាប្រាសាទតាមាន់ធំយើងគ្រប់គ្រងទាំងស្រុងហើយតទៅពេលបាញ់គ្នាហើយគេគ្រប់គ្រងគេរហូតយកទៅហ៊ានទៅដល់នឹងគេយកអ្នកដែលស៊ើបអង្កេតផ្នែកកសលវិច័យទៅមើលវាស់អាកន្លែងគ្រាប់តែត្រូវប្រាសាទតាមាន់ធំប្រមាណអាទិត្យមុនដើម្បីប្តឹងយើងពីរឿងរំលោភបាញ់កំទេចប្រាសាទតាមាន់ធំរបស់គេណាឈឺចាប់មែនតើប្រាសាទរបស់ឯងគេចាត់ចែងគ្រប់រូបគ្រប់គ្នាហើយទៅយើងស្ងាត់ហើយអត់តបតអីទាំងអស់ពេលដែលរដ្ឋាភិបាលអត់តបតយើងអាចយល់ស្របបានថាដូចអ្វីដែលលោកកែវរ៉ាមីនិយាយចឹងណាលោកកែវរ៉ាមីមានសារមួយដែលប្រាប់ទៅ UN មិញថាចេះនៅពេលដែលអ្នកមិនតបតអីសោះទៅតាមសំណើសុំរបស់ខ្មែរឲ្យអន្តរាគមន៍ដោះលែងទាហានខ្មែរទាំង18នាក់ស្មើនឹងភាពយល់ស្របថាអ្នកទទួលស្គាល់អំពីការរំលោភបំពានសិទ្ធិមនុស្សនៅចំពោះនឹងមុខហើយដូចគ្នានៅពេលដែលកម្ពុជាអត់ព្រមតបតទៅនឹងអ្វីដែលថៃនិយាយពីការគ្រប់គ្រងប្រាសាទតាមាន់ធំហើយមិនចេញព័ត៌មានអីទាត់ចោលសំបីតែមួយម៉ាត់បានន័យថាយើងយល់ស្របថាប្រាសាទតាមាន់ធំស្ថិតក្រោមការគ្រប់គ្រងរបស់ថៃហើយខ្ញុំនិយាយនេះគឺទៅតាមអ្វីដូចសាររបស់លោកកែវរ៉ាមីនិយាយទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពីរឿងទាហានទាំង18នាក់សាមញ្ញយល់ប៉ុណ្ណឹងបងប្អូនប៉ុន្តែខ្ញុំមិនទៅអីណាទាមទារឲ្យរដ្ឋាភិបាលត្រូវតែយកទៅហ៊ានទៅប្រាសាទតាមាន់ធំនឹងដើម្បីនេះទេក៏ប៉ុន្តែកុំឲ្យថាប្រាប់ព័ត៌មានមិនពិតដល់ប្រជាពលរដ្ឋប្រាប់ឲ្យពិតទៅថាប្រាសាទតាមាន់ធំស្ថិតក្រោមការគ្រប់គ្រងរបស់ថៃក្រោយបាត់ជប់បាញ់ដើម្បីឲ្យខ្មែរមានព័ត៌មាននឹងជួយគ្នាតវ៉ាប្តឹងទៅ ICJ ឯណោះអស់លោកមិនធ្វើក៏ហីចាស់ព្រោះអីអស់លោកយកអាពីអត់ធត់ប៉ុន្តែចង់ឲ្យប្រជាពលរដ្ឋគ្នាដឹងព្រោះប្រាសាទតាមាន់ធំជាកេរសម្បត្តិរបស់ខ្មែរទាំងអស់ទាំង17លានអ្នកណាមិនមែនសម្រាប់តែអស់លោកប្រមាណអ្នកហ្នឹងឯណាចឹងឲ្យយើងឈឺឆ្អាលទាំងអស់គ្នាទៅឲ្យមានហេតុផលថាឥឡូវប្រាសាទតាមាន់ធំស្ថិតក្នុងដែនដីគេហើយបងប្អូនខ្មែរជួយគ្នាដឹងទៅអង្គការសហប្រជាជាតិប្តឹងទៅអីចឹងទៅបាតកម្មឲ្យពេញផ្ទៃប្រទេសព័ត៌មានវាអត់មានអញ្ចឹងហើយបានតែថាបងប្អូនយើងចេះតែស្មានណាហើយទៅឮសូរព័ត៌មានផ្សាយពីប្រភពនេះប្រភពនោះទៅវល់ទាំងអស់គ្នាទៅអត់ដឹងទិសតំបន់អីធ្វើឲ្យគ្នាពិបាកសម្រេចចិត្តអីអញ្ចឹងទៅរដ្ឋាភិបាលថានឹង AI អញ្ចឹងទៅហើយព័ត៌មានគេមកដល់ភូមិដល់ដែលចដាលរបស់ប្រាសាទតាមាន់ធំហើយយើងនៅ AI ដល់ណាទៀតបាទខ្ញុំឆ្លេះរឿងនេះត្រឹមប៉ុណ្ណេះបងប្អូនហើយបញ្ចប់ព័ត៌មាននេះកុំឲ្យបងស្រីអុកឆាយាវីចាំយូរព្រោះយប់ជ្រៅហើយស្អែកត្រូវទៅរៀបចំពិធីធំផងខ្ញុំនឹងបញ្ចប់ព័ត៌មាននេះតកតងនឹងរឿងដំណឹងពីស្រុកបរសែតកាត់ភ្លុកស្រុករកាធំបាំងនឹងដងភ្នំជំរងភ្នំស្រង់អស់លោកបងប្អូនប្រហែលជានៅចាំបទចម្រៀងលោកអិនយេងពីរឿងបរសែតកាត់ភ្លុកនឹងហើយថ្ងៃនេះមានរឿងបរសែតកាត់ភ្លុកខ្ញុំចាំច្បាស់ព្រោះជាស្រុកកំណើតរបស់ខ្ញុំបងប្អូនខ្ញុំកើតនៅខេត្តកំពង់ស្ពឺស្រុកបរសែតនេះប៉ុន្តែខ្ញុំអត់បានធំក្តីនៅខេត្តកំពង់ស្ពឺទេព្រោះ79ឪពុកម្ដាយរបស់ខ្ញុំក៏បាន
ចាក់ចេញពីខេត្តកំពង់ធំនេះក៏សំទោសខេត្តកំពង់ស្ពឺទៅនៅខេត្តកពតចឹងហើយបានជាខ្ញុំមានអនុស្សាវរីយ៍ធំដឹងក្តីនៅខេត្តកពតច្រើនជាងទឹកដីកំណើតរបស់ខ្ញុំនៅឯខេត្តកំពង់ស្ពឺតែខ្ញុំនៅតែស្រឡាញ់ទឹកដីខេត្តកំពង់ស្ពឺស្ករត្នោតខេត្តកំពង់ស្ពឺព្រោះមានបងប្អូននៅខេត្តកំពង់ស្ពឺជាពិសេសស្រុកបាសែតនឹងច្រើនណាស់ហើយថ្ងៃនេះឮព័ត៌មានពីស្រុកបាសែតមកគួរឲ្យរន្ធត់ចិត្តដែរដោយសារតែមានករណីស្លាប់យុវជនវ័យ17ឆ្នាំម្នាក់ដែលត្រូវបានសមត្ថកិច្ចបាញ់ចំអឺដើមទ្រូងតែម្ដងធ្វើឲ្យស្លាប់ភ្លាមដោយសារតែបើតាមគ្រួសារចាត់ប្រកាន់ថាអាជ្ញាធរមានចេតនាបាញ់សម្លាប់យុវជននេះនៅក្នុងពេលរាត្រីដែលកំពុងជិះម៉ូតូទៅទិញទឹកកកទិញអីចឹងទៅហើយកំពុងតែមានសារនឹងបណ្ដាញ Facebook នោះអូសមិនផុតទេប៉ុន្តែបើតាមប្រតិកម្មពីក្រសួងមហាផ្ទៃគឺអគ្គស្នងការនគរបាលជាតិស្នងការនគរបាលខេត្តកំពង់ស្ពឺវិញគឺចេញសេចក្តីបំភ្លឺបែបនេះហើយបងប្អូនជឿតាមអាជ្ញាធរយ៉ាងណាសូមទទួលយកព័ត៌មាននេះតាមការគួរគឺក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺបំភ្លឺថាថ្ងៃ3 តុលាពីម្សិលមិញនេះគឺមានករណីផ្ទុះអាវុធបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតនៅភូមិកញ្ញូងឃុំពងក្រងស្រុកបាសាតខេត្តកំពង់ស្ពឺបាទក្រុមការងារប្រតិកម្មរហ័សស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជាក់បំភ្លឺជូនសាធារណជនថាយប់ថ្ងៃ3ហ្នឹងគឺវេលាម៉ោង22បាទន័យថាម៉ោង10យប់ហ្នឹងគឺកម្លាំងនគរបាលរដ្ឋបាលពងក្រងហ្នឹងដឹកនាំដោយលោកអនុសេនីយ៍អាយត្រីបូរិននាយប៉ុស្តិ៍នគរបាលរដ្ឋបាលពងក្រងនិងមន្ត្រីនគរបាល5នាក់នៅប៉ុស្តិ៍ហ្នឹងគឺបានចុះធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំពងក្រងលុះដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុមានមុខសញ្ញាជនសង្ស័យ2នាក់ចឹងបានន័យថាគាត់ចាត់ទុកថាអ្នកទាំង2នាក់នោះជាជនសង្ស័យក្មេងៗហ្នឹងណាជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ផ្លាកលេខប៉ុណ្ណេះអញ្ចឹងទៅក្នុងនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំប៉ុន្តែមុខសញ្ញាបើកម៉ូតូមិនព្រមបញ្ឈប់និងបានព្យាយាមបើកកិច្ចពីសមត្ថកិច្ចបកថយក្រោយរួចបានជ្រុលបុកលោកអនុសេនីយ៍ឯកត្រីបូរិននាយប៉ុស្តិ៍ហ្នឹងគឺបុកចំ AK47 បណ្ដាលឲ្យរាលកាយផ្ទុះចំឈ្មោះផារាយុភេទប្រុសអាយុ17ឆ្នាំជាអ្នកបើកម៉ូតូនោះរស់នៅភូមិព្រៃស្រូលឃុំពងក្រងស្រុកបាសាតខេត្តកំពង់ស្ពឺបណ្ដាលឲ្យស្លាប់ក្រោយហេតុការណ៍នេះលោកអនុសេនីយ៍អាយត្រីបូរិននាយប៉ុស្តិ៍នគរបាលនឹងបានរាយការណ៍ភ្លាមទៅលោកអធិការនគរបាលស្រុកបាសាតហើយបានបកគលខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាសាតដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងដោយអចេតនានិងធ្វើប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណសង្គមអីចឹងហើយចុងក្រោយហ្នឹងគាត់ប្រើថាបាទនិយាយទៅជារួមគឺគាត់ចង់ជូនដំណឹងឲ្យបងប្អូនទាំងអស់ដឹងថានឹងរៀលកាយបងប្អូនជឿថារៀលកាយមិនរៀលកាយយកទៅពិចារណាតាមការគួរទៅព្រោះអីអាកម្រិតនៅក្នុងការជឿជាក់លើអាជ្ញាធរយើងនឹងគឺវាមានតិចតួចពេកដល់អញ្ចឹងទៅធ្វើឲ្យតែមានរឿងអីហ្នឹងគឺយើងចាត់ទុកថាអាជ្ញាធរនឹងប្រព្រឹត្តល្មើសខុសច្បាប់អីចឹងណាខ្ញុំជឿថាវិធីដើម្បីដោះស្រាយបញ្ហាទំនុកចិត្តនេះគឺមានតែស្ដារភាពទុកចិត្តដោយការធ្វើឲ្យត្រូវកាន់តែច្រើនទៀតទៅប៉ុន្តែយ៉ាងណានេះគឺជាសារដែលបកស្រាយប្រាប់ទៅជនរងគ្រោះនិងសាធារណជនបងប្អូនជឿមិនជឿខ្ញុំឲ្យបងប្អូនសម្រេចតាមការគួរតែជនរងគ្រោះបានស្លាប់ទៅហើយខ្ញុំជឿថាអ្វីដែលសំខាន់បើជាករណីចេតនាឬអចេតនាយ៉ាងណាគឺខាងក្រសួងនគរបាលខេត្តកំពង់ស្ពឺនឹងត្រូវសងជំងឺចិត្តឬក៏ដោះស្រាយរកយុត្តិធម៌ឲ្យជនរងគ្រោះយ៉ាងណាដើម្បីកុំឲ្យពួកគាត់នៅវិលវល់រកទីបំផុតគ្មានបាទចុងក្រោយបងប្អូនបងអែមលៀមមាត់ពេលរាត្រីបិទបញ្ចប់ដោយសមាគមគ្រូបង្រៀនកម្ពុជាហើយនៅទីនេះយើងមានលោកស្រីអុកឆាយាវីចាំខ្ញុំយូរពេកខ្ញុំសូមអធិស្ឋានផងហើយដែលឲ្យលោកស្រីចាំយូរឥឡូវសូមបងអុកឆាយាវីបើកកាមេរ៉ាដើម្បីឲ្យឃើញភ័ក្ររបស់បងផងអរគុណច្រើនណាស់ហើយខ្ញុំដឹងថារាត្រីកាន់តែរំកិលទៅឆ្ងាញ់ណាស់ហើយមិនបានទទួលទានដំណេកស្កប់ស្កល់ទេព្រោះស្អែកត្រូវរៀបចំពិធីមួយដ៏ធំមានបដាមានអីច្រើនហើយជាទូទៅសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានេះកម្រនឹងរៀបចំពិធីបានរលូនណាស់ព្រោះអាជ្ញាធរទប់ស្កាត់អីក៏ច្រើនប៉ុន្តែម្ដងនេះគឺគេឲ្យធ្វើរៀបចំបដាហើយមានសារច្រើនមែនតើដោយសារមិនត្រឹមតែមានសារទេអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមឲ្យបានច្រើនកកផងដើម្បីទី1គឺថ្កោលទោសចំពោះការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាទី2គឺដោះស្រាយរឿងប្រាក់បៀវត្សទី3រឿងផ្ដាល់សម្លេងដល់គ្រូបង្រៀនក្នុងការសម្រេចចិត្តបញ្ឈប់ការរើសអើងចំពោះសមាគមគ្រូបង្រៀននៅកន្លែងការងារទី4គឺពជាពេល2ឆ្នាំឲ្យពលរដ្ឋក្នុងការសងប្រាក់ដល់ធនាគារពលរដ្ឋនេះដោយទាំងគ្រូបង្រៀនអាចគ្រូបង្រៀនក៏ជាពាក់ធនាគារដែរព្រោះប្រាក់ថាប្រាក់ខែមិនចាយមិនគ្រប់នេះនិងទី5គឺទាមទារឲ្យអាជ្ញាធរថៃដោះលែងកងទ័ពទាំង18នាក់ជាកិច្ចចាប់ផ្ដើមសូមជម្រាបសួរលោកស្រីអុកឆៃចាវីពីចម្ងាយសុខសប្បាយយ៉ាងណាដែរបាទចាជំរាបសួរលោកណារ៉េតចាតាមពិតទៅខ្ញុំសោកប៉ុន្តែអត់សប្បាយទេយើងដឹងហើយថាថៃបានមិនសប្បាយហើយចុះហេតុអីបានអញ្ញឹមតាមពិតខ្ញុំអញ្ញឹមដោយសារតែខ្ញុំបានជួបលោកណារ៉េតហ្នឹងណាហើយបានជួបប្រិយមិត្តអ្នកស្ដាប់ក៏បានតាមដានការស្ដាប់របស់លោកណារ៉េតដែរចាហើយសួរថាថៃបានមិនសប្បាយ
យើងឃើញហើយថាសង្គ្រាមកើតឡើងរវាងខ្មែរនិងអ្នកជិតខាងធ្វើឲ្យយើងតប់ប្រមល់ណាដោយសារតែវិរៈកងទ័ពយើងខ្លះត្រូវស្លាប់ពលីនៅសមរភូមិខ្លះកំពុងតែព្យាបាលនៅពេទ្យអញ្ចឹងហើយជាពិសេសទៀតខ្ញុំខ្លួនឯងមានក្មួយចាំមានក្មួយមួយដែលកំពុងតែសម្រាប់ព្យាបាលនៅផ្ទះដែរតែclinic ឯកជនដែរដោយសារតែមានចិត្តពលដែលថៃបានបាចនៅព្រំដែនចាពួកគាត់នៅជួរមុខចាអរគុណច្រើនបងតាមពិតអរគុណដែលនិយាយថាឃើញមុខខ្ញុំសប្បាយតាមពិតបងឆាយាវីមុខញញឹមស្រស់ជាសម្រស់ធម្មជាតិនេះគឺជាគ្រឿងម៉ាកយេដែលមិនអស់ថ្លៃសោះព្រោះស្នាមញញឹមនេះគឺជាគ្រឿងម៉ាកយេដែលអត់ត្រូវការទិញពីផ្សារទេហើយធ្វើឲ្យដូចថាអ្វីស្រស់ស្រាយគ្រប់រឿងដែលបងប្អូនគ្រប់គ្នាកុំភ្លេចយកគំរូតាមបងឆាយាវីផងគ្រាន់តែញញឹមបន្តិចគឺមិនខាតអីទេធ្វើឲ្យយើងសេវសន្សំប្រាក់មិនចាំបាច់ទិញលេឬក៏ម៉ាកយេអីអស់ច្រើនទេព្រោះស្នាមញញឹមនេះគឺជាគ្រឿងម៉ាកយេដ៏មានប្រសិទ្ធភាពបំផុតហើយខ្ញុំជួបបងពេលណាទោះជាមានទុកកង្វល់ពេលណាក៏បងមិនភ្លេចនៅក្នុងការចោលស្នាមញញឹមនេះដែរហើយនឹងជជែកពីរឿងបញ្ហានៅក្នុងខ្លួនរឿងរ៉ាវឥឡូវស្នាមញញឹមនេះបង្កប់នៅអត្តកម្បាំងច្រើនណាស់ពីក្រោយព្រោះបងជាតំណាងឲ្យសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាគ្រូបង្រៀនច្រើនណាស់កំពុងតែមានបញ្ហាជីវភាពហើយខ្ញុំឃើញសំណើរបស់បងនៅមួយនៅក្នុងថ្ងៃ5នេះសូមឲ្យគេដំឡើងប្រាក់បៀវត្សមូលដ្ឋានអបបរមាជូនគ្រូបង្រៀនក្នុងមួយខែឲ្យបានត្រឹម1/4នៃប្រាក់តំណាងរាស្ត្រដែរបងជីវភាពគ្រូបង្រៀនយើងយ៉ាងម៉េចទៅហើយសូមជម្រាបជូនបងប្អូនមើលដូចជាដាច់ខ្សែរយៈច្រើនដែរមិនសូវលឺបាទសូមជើញចាជម្រាបសួរជាថ្មីម្ដងទៀតដល់លោកមុងណារ៉េតហើយនឹងប្រិយមិត្តអ្នកស្ដាប់ព័ត៌មានរបស់លោកមុងណារ៉េតតែមិនបានប្រាក់បៀវត្សអីទៅលើការផ្សព្វផ្សាយទេប៉ុន្តែដូចលោកណារ៉េតថាអញ្ចឹងជាបង្អែមមួយផ្ទះធំពីរផ្ទះធំសម្រាប់បងប្អូនអ្នកស្ដាប់ចាជាពិសេសខ្ញុំតែងតែតាមដានព័ត៌មានព្រោះអីអត់មានព័ត៌មានណាដែលខ្ញុំត្រូវតាមដានទៀតទេព្រោះអីតាំងពីគេបិទអាស៊ីសេរីក៏ដូចជា VOA និយាយទៅសារព័ត៌មានឯករាជ្យបានត្រូវបិទអញ្ចឹងឃើញតែព័ត៌មានមួយដែលគេថាអូ AI អាភាសាដែលមើល AI ហ្នឹងគឺធ្វើឲ្យខ្ញុំចង់ memory ចង់ពេញអស់ហើយខូចបណ្ដាប់គិតបើនិយាយពីទូរស័ព្ទពេញត្រូវ memory ពេញត្រូវឈូសចោលនឹងប្រហែលដងហើយចាតែខ្ញុំសប្បាយចិត្តនឹងបានទទួលនៅបង្អែមលាងមាត់របស់លោកណារ៉េតចាហើយចំពោះសមាគមបានដាក់សុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់គ្រូបរិញ្ញា1/4នៃតំណាងរាស្ត្រហ្នឹងយើងឃើញហើយថាតំណាងរាស្ត្រក្នុងមួយឆ្នាំតើអស់លោកធ្វើអីបានប៉ុន្មានដងប៉ុន្តែលោកគ្រូបង្រៀនលោកគ្រូអ្នកគ្រូបង្រៀនមួយឆ្នាំសឹងតែ360ថ្ងៃហើយដែលគាត់ខំប្រឹងស្រាវជ្រាវរកពលឺរកវិធីសាស្ត្ររកចំណេះដឹងឲ្យបកគលឲ្យសិស្សានុសិស្សជាពិសេសយុវជនបន្តវិញចាអញ្ចឹងយើងត្រូវការឲ្យពួកគាត់មានថវិការស់ស្រួលទៅដើម្បីគាត់មានពេលវេលាក្នុងការស្រាវជ្រាវប៉ុន្តែបើសិនជាប្រាក់ខែដោយសប្តាហ៍ថ្ងៃអញ្ចឹងគាត់ត្រូវតែយកពេលវេលាទៅរកទទួលទានខ្លះ3ខ្លះ5មុខទៀតដើម្បីគ្រប់ឆ្នាំគាត់ចា៎នេះហើយដែលខ្ញុំដែលសមាគមដាក់ថាយក1/4នៃតំណាងរាស្ត្រចានេះខ្ញុំនិយាយពីគ្រូបរិញ្ញាចាអរគុណច្រើនបងតើយើងអាចដឹងថាប្រាក់បៀវត្សបើគិតទៅរាជការឬក៏តំណាងរាស្ត្រប្រាក់គាត់ប្រហែលជា$2000អីហ្នឹងអញ្ចឹងបានន័យថា1/4ប្រាក់គ្រូបង្រៀនអាចបាន$300-400ហ្នឹងដែរទេនៅក្នុងមួយខែបើយើងគិតជាមធ្យមឬក៏តិចជាងហ្នឹងឬក៏យ៉ាងម៉េចដែរបងលោកណារ៉េតតាមពិតតំណាងរាស្ត្រមិនមែនប្រាក់ខែ$2000ទេណាបើយើងឃើញតាមបណ្ដាញសង្គមក៏ដូចជាការផ្សព្វផ្សាយពួកគាត់$5000ចា$5000អញ្ចឹងយើងយក1/4បានន័យថាឲ្យគ្រូបរិញ្ញាបត្របានដល់1250ចាបើយើងសប្តាហ៍ថ្ងៃនេះប្រាក់ខែគ្រូបរិញ្ញាបត្រប្រាក់ខែទាំងមូលបូកទាំងអត្ថប្រយោជន៍ផ្សេងគឺខ្លះគាត់បានដល់2លានហើយ2លានស្មើនឹងថា$500ចានឹងអ្នកដែលមានកម្រិតអាដាមអីចឹងណាគ្រូវិទ្យាល័យអីចឹងទៅអាចខ្លះគាត់បានដល់2លានហើយអញ្ចឹងសមាគមក៏ទៀមទាសារនេះគឺចម្លែកដែរការទី1គឺយើងឲ្យប្រាក់បៀវត្សគាត់បាន1/4នៃ
នៃប្រាក់ខែតំណាងរាស្ត្រហើយមួយទៀតដែលយើងឃើញថាសមាគមយើងទៀមទាឆ្នាំនេះខុសប្លែកគឺសមាគមមើលឃើញថានៅពេលដែលលោកគ្រូអ្នកគ្រូយើងចូលនិវត្តន៍ប្រាក់បៀវត្សគាត់បាន80%នៃប្រាក់ខែគោលអញ្ចឹងពួកគាត់ខ្លះបានត្រឹម800000ស្មើនឹង$200ឬក៏ទាបជាងអីចឹងណានេះយើងអត់ចាំឃើញពួកគាត់នៅពេលដែលគាត់បានទទួលប្រាក់បៀវត្សដល់តិចតួចទៅហើយគាត់សុខភាពមិនល្អចាយើងដឹងហើយថាគ្រូបរិញ្ញាពេលដែលគាត់ចូលនិវត្តន៍គាត់បានកដោដ៏ពិសេសគឺសម្រាប់គាត់គឺគាត់ឈឺសុខភាពរបស់គាត់យើងឃើញហើយថាសុខភាពគាត់ទ្រុឌទ្រោមមែនទែនដោយសារតែទី1យើងឃើញហើយថាអាហារដែលយើងបរិភោគរាល់ថ្ងៃហ្នឹងពោពេញទៅដោយជាតិគីមីមិនថាអង្គមិនថាម្ហូបអាហារបន្លែផ្លែឈើទេព្រោះអីការដែលទទួលទានទាំងអស់ហ្នឹងគឺមិនមែនខ្មែរយើងអ្នកដាំផលិតផលហ្នឹងតែបានមកឲ្យគាត់ហូបទេគឺបង្ហូរពីប្រទេសជិតខាងយើងឃើញហើយថាពេលដែលរកឃើញគាត់ពិសាជាច្រើនពុត10 20ឆ្នាំហើយស្រាប់តែទឹកធោឃើញអូចាប់បានប៉ុណ្ណេះតោនប៉ុណ្ណោះតោនចាក់ចោលខូចគុណភាពសួរថាតើជីវិតពលរដ្ឋយើងមិនថាលោកគ្រូអ្នកគ្រូទេពលរដ្ឋយើងទទួលរងនៅអីមានតែជំងឺទេដែលធ្វើឲ្យពួកគាត់ជាកដោសម្រាប់ជីវិតចុងក្រោយរបស់គាត់អញ្ចឹងណាអរគុណច្រើនបងស្រីមានប្រសាសន៍ពីរឿងប្រាក់បៀវត្សគ្រូបង្រៀនប្រហែលជា2លានរៀលអាចជាមធ្យមប្រហែលជា$500ហើយប្រាក់មន្ត្រីតំណាងរាស្ត្រអាចដល់ទៅ$4-5,000បើយើងគិតទៅវាខុសគ្នាមួយដីច្រើនដែរហើយបងថាគ្រូបង្រៀនជាការពិតដែរខ្ញុំក៏ជាអតីតអ្នកគ្រូបង្រៀននេះខ្ញុំស្គាល់អំពីស្ថានភាពរបស់គ្រូបង្រៀន5កន្លែងដើម្បីគ្រាន់តែទប់ជីវភាពប្រចាំថ្ងៃគ្រាន់តែបង់តែទឹកភ្លើងហើយនឹងនិយាយទៅគឺបានមកទិញតែកន្ទក់ទេហើយឥឡូវនេះគឺបងមានប្រសាសន៍ថាប្រាក់ខែប៉ុណ្ណេះគ្រូបង្រៀនធ្វើការ365ថ្ងៃតំណាងរាស្ត្រធ្វើការតិចតាមពិតបើមិនគួរសុំ1/4នេះគួរតែសុំឲ្យតំណាងរាស្ត្រប្រាក់តិចជាងគ្រូបង្រៀនវិញមិនត្រូវព្រោះយើងធ្វើការច្រើនជាងណាបងតែអញ្ចេះខ្ញុំចង់ប្រៀបធៀបប្រាក់គ្រូបង្រៀនបន្តិចបើយើងមើលទៅដូចជារៀងថារដ្ឋាភិបាលគេថាបានដំឡើងអីគួរសមដែរហើយបើយើងពិតគិតពីឆ្នាំយូរហើយនោះណាវាទាបមែនតើតែឥឡូវនេះក៏បានល្មមដែលរដ្ឋាភិបាលគិតថាល្មមប៉ុន្តែបើយើងប្រៀបធៀបពីស្តង់ដាររស់នៅអាតម្លៃប្រើអតិផរណានិងតម្រូវការសាលារៀនត្រូវបង់ថ្លៃនេះបង់ថ្លៃនោះសម្ភារៈសិក្សាកូនរៀនតែ2នាក់ត្រូវអាហារហូបចុកអីផងបើម្នាក់ឯងមិនសូវអីដែរទេវាថាខ្វះខាតក៏ប៉ុន្តែវាមិនខ្វះធ្ងន់ដល់អ្នកមានគ្រួសារបើអត់មានរបរអីបន្ថែមគឺដាច់ទូហើយខុសពីជីវិតគ្រូបង្រៀននៅស្រុកប្រជាធិបតេយ្យបើយើងមើលប្រាក់បៀវត្សនៅនេះខ្ញុំមិនចង់ប្រៀបធៀបទេបើយើងប្រៀបធៀបទាសគោជាមួយបូអ៊ីងអាហ្នឹងមិនភាពយុត្តិធម៌ប៉ុន្តែប្រាក់គ្រូបង្រៀនស្រុកខ្មែរបើគិតទៅស្មើនឹងអ្នកធ្វើកញ្ចក់នៅស្រុកអាមេរិកនេះតាមមួយថ្ងៃហ្នឹងអ្នកធ្វើកញ្ចក់ថ្ងៃខ្លះមានធីបមានអីផងបានទៅ$400-500ហ្នឹងហើយបើអ្នកវាយដូណាត់វិញលក់នំដូណាត់មួយថ្ងៃក៏បាន180ទៅ$200ដែរដូច្នេះគេធ្វើតែ2ថ្ងៃស្មើនឹងគ្រូបង្រៀនយើងបានមួយខែយើងស្ដាប់ទៅគឺវាអាចប៉ះពាល់ដល់វិស័យអប់រំដែរនៅពេលដែលគ្រូបង្រៀនមានប្រាក់ខែតិចចង់មិនចង់គេហៅគ្រូប្រពន្ធល្អក្រប្រពន្ធល្អូហើយយើងពិបាកនឹងដូចថាផ្ចង់នឹងការដែលស្រាវជ្រាវដើម្បីបង្រៀនសិស្សឲ្យបានគត់មុតណាព្រោះឡាយតាផាសអាប់ឡាយតារលបទទួលទានអីទៀតចឹងណាបងប៉ុន្តែខ្ញុំស្លេះរឿងប្រាក់ខែគ្រូបង្រៀនប៉ុណ្ណឹងខ្ញុំមិនដឹងថារដ្ឋាភិបាលអាចដោះស្រាយបានដែរឬយ៉ាងណាទេព្រោះអីប្រាក់ខែកម្មករកាត់ដេរតែ208ឡើងអត់បានផងណារដ្ឋាភិបាលថែមបានតែ$2ហ្នឹងរួចទៅចំពោះរឿងគ្រូបង្រៀនមិនដឹងថាតើត្រូវដល់ពេលណាប៉ុន្តែគ្រូបង្រៀនមានសិទ្ធិនៅក្នុងការតវ៉ាចំណុចមួយដែលគ្រូបង្រៀននិយាយថាប្រាក់ខែវាតិចរឿងមធ្យមឯងងុំរឿងសិទ្ធិនៅក្នុងការនិយាយស្ដីឬក៏សិទ្ធិសេរីភាពរួចផុតពីការរើសអើងហ្នឹងគឺយ៉ាងម៉េចដែរបងសមាគមគ្រូបង្រៀនហ្នឹងគឺអត់មានគេឲ្យតម្លៃជាសម្លេងនៅក្នុងការសម្រេចចិត្តឲ្យរើសអើងនៅក្នុងសមាគមកន្លែងការងារហ្នឹងយ៉ាងម៉េចទៅវិញរឿងហ្នឹងបាទចានេះជារឿងមួយដែលយើងក៏បានលើកដាក់ទៅជាសំណើឬក៏ជាការអំពាវនាវដែរថាគ្រូបរិញ្ញាបើសិនជាគ្រូបរិញ្ញាហ្នឹងចូលទៅគណៈបកកណ្ដាលអំណាចអាចធ្វើអីបានចាប៉ុន្តែចំពោះគ្រូបរិញ្ញាដែលមាននិន្នាការដែលទាមទារអត្ថប្រយោជន៍មិនមែនថាតែខ្លួនឯងទេគឺគ្រូទាំងប្រទេសបានន័យថាគេចោទថាយើងជាបកប្រឆាំងអញ្ចឹងណាហើយអ្វីដែលយើងធ្វើនេះយើងអត់មានប្រឆាំងទេគ្រាន់តែយើងសម្រួលហើយយើងទៀមទានៅអ្វីដែលខ្វះខាតដល់លោកគ្រូអ្នកគ្រូហើយ
យើងអត់ចង់ណាយើងអត់ចង់ឲ្យគ្រូបរិញ្ញាយកមុខរបរវិជ្ជាជីវៈរបស់គាត់ហ្នឹងទៅធ្វើអាជីវកម្មលើសិស្សសាស្ត្រសិស្សជាពិសេសពលរដ្ឋទាំងអស់ដែលគាត់អត់មានការងារធ្វើជាកម្មករជាអីអញ្ចឹងពេលខ្លះគ្រូគាត់ប្រាក់ខែតិចគាត់ត្រូវបង្ខំសិស្សឲ្យទិញនំចាឲ្យទិញនំព្រោះអីគ្រូលក់នំនៅក្នុងសាលាឲ្យទិញនំឲ្យទិញឯកសារមេរៀនបង្ខំឲ្យរៀនគួរដើម្បីចំណូលទៅដល់លោកគ្រូអ្នកគ្រូយើងដែលកំពុងតែខ្វះខាតអញ្ចឹងហើយបានសមាគមឃើញបែបនេះសំបីតែខ្ញុំក្តីណាខ្ញុំកូនខ្ញុំរៀនបានត្រឹមតែបាក់ដប់គឺខ្ញុំអត់មានលទ្ធភាពឲ្យគាត់ទៅរៀននៅសាលាឯកជនទេព្រោះអីត្រូវការបង់លុយចុះបើខ្ញុំប្រាក់ខែប៉ុណ្ណឹងខ្ញុំរស់មិនបានផងជំងឺផងហើយការដែលយើងទិញរបស់របរហូបចុកផងសម្ភារៈផងអីផងអញ្ចឹងធ្វើឲ្យយើងអត់មានលុយឲ្យកូនទៅរៀននៅសាលាបន្ថែមទៀតទេចាជាពិសេសសាលាខ្ពស់ជាងហ្នឹងហើយចំណាយតែនឹងខ្ញុំគ្រូចោះតំណតែបងប្អូនប្រជាពលរដ្ឋយើងខ្លះទៀតគាត់ត្រូវតែជពាក់បំណុលធនាគារដើម្បីឲ្យកូនរៀនតាំងពីទី1រហូតដល់ទី12ហើយនៅទៅរៀននៅសាលាបញ្ញាបត្ររងអីចឹងទៀតអញ្ចឹងធ្វើឲ្យគាត់ពិបាកមែនតើដោយសារតែបែបនេះហើយបានជាសមាគមទាមទារឲ្យក្រសួងកុំរើសអើងដល់សមាគមព្រោះសមាគមទាមទារហ្នឹងមិនមែនតែអ្នកចូលជាសមាជិកទេមែនតែខ្ញុំជាសមាគមជាប្រធានឬក៏ជាថ្នាក់ដឹកនាំពួកខ្ញុំប្រហែលនេះគឺយើងសូម្បីតែអស់លោកនៅមន្ទីរក្រសួងហ្នឹងក៏ទទួលបានប្រាក់ពីគាត់តាមការដែលយើងទាមទារតាំងពីណាពីណីមកដែរជាពិសេសវីរភាពរបស់លោករងឈុនចាដែលគាត់ខំប្រឹងលះបង់ទាំងជីវិតទាំងភាពជាបុរសរបស់គាត់យើងឃើញហើយថាប្រុសណាមិនស្រឡាញ់មិនចូលចិត្តដើរលេងស្រីញីអូនបងចាមិនមែនមានមួយហើយតែមានពីរមាន3ឆ្លោះគ្នាដោយសារការដណ្ដើមនឹងទៀតតែលោករងឈុនគាត់លះបង់សូម្បីតែជីវិតរបស់គាត់ហើយឥឡូវនេះសូម្បីតែការដែលគាត់មានសិទ្ធិបោះឆ្នោតของគាត់បាត់បង់ទៀតអញ្ចឹងហើយដែលខ្ញុំគិតថាគួរតែក្រសួងកុំរើសអើងរដ្ឋាភិបាលកុំរើសអើងពួកយើងខ្ញុំទាំងអស់គ្នាព្រោះយើងខ្ញុំមើលឃើញភាពលំបាករបស់គ្រូបង្រៀនហើយក៏យើងចង់ឲ្យវិស័យអប់រំហ្នឹងបានប្រសើរឡើងចាស់បានប្រសើរឡើងឲ្យមានការប្រកួតប្រជែងឲ្យឆាកអន្តរជាតិដូចគេដូចឯងយើងឃើញហើយថាប៉ុន្តែសួរថាខ្ញុំនិយាយហ្នឹងសួរថាយុវជនគាត់ល្ងងដល់ថ្នាក់មិនប្រកួតប្រជែងទេមានអ្នកខ្លះជាប់អីណាបានល្អចំណាត់ថ្នាក់ល្អអីដល់ប្រទេសជិតខាងឬក៏សហរដ្ឋអាមេរិកអីទៅរៀនដល់នោះទៀតសួរថាថៃបានថាខ្មែរបានថាយុវជនខ្សោយខ្ញុំចង់ឃើញថាយុវជនយើងកំពុងតែមានគំនិតដែលចង់ចេះដឹងអញ្ចឹងត្រូវតែជួយជំរុញមិនសូម្បីតែកូនមន្ត្រីជាន់ខ្ពស់ដែលទៅរៀននៅស្រុកក្រៅទេយើងឃើញហើយថាអ្នកដែលមានអំណាចអ្នកដែលមានលុយគេមិនថាកូនគេរៀននៅស្រុកខ្មែរទេសួរហេតុអីបានគេមិនឲ្យរៀនស្រុកខ្មែរដោយសារតែប្រព័ន្ធអប់រំនឹងយ៉ាងម៉េចបានគេឲ្យរៀនស្រុកខ្មែរអញ្ចឹងខ្ញុំមិនបាច់និយាយឲ្យខ្លាំងជាងនេះទេយើងដឹងហើយថាបើគេមិនចូលចិត្តអីគេឃើញថាកន្លែងហ្នឹងអន់ហើយបានគេទៅឲ្យទៅរៀននៅក្រៅអានេះខ្ញុំមិនមែនថាខ្មែរអន់ទេប៉ុន្តែខ្ញុំឲ្យលើកកម្ពស់ចាកុំឲ្យរើសអើងអ្វីដែលសមាគមគ្រូបរិញ្ញាបត្រកម្ពុជាឯករាជ្យកំពុងតែជួយជំរុញយ៉ាងណាឲ្យប្រព័ន្ធអប់រំស្រុកខ្មែរបានល្អប្រសើរហើយបានឈានដល់ការប្រកួតប្រជែងនៅលើពិភពលោកមិនមែនថាអាស៊ានទេសូមឲ្យពិភពលោកតែម្ដងចានឹងអ្វីដែលសមាគមចង់ឃើញចាអរគុណច្រើនឥឡូវដោយសារតែយប់ជ្រៅណាស់ទៅហើយខ្ញុំមិនរំខានបងយូរទេខ្ញុំមានសំណួរចុងក្រោយមួយមុននឹងកម្មវិធីរៀបចំនៅថ្ងៃ5ថ្ងៃស្អែកនេះទៅហើយឮថាគ្រោងរៀបចំនៅភូមិព្រែកតឡុងសកាត់ចាងរ៉ែក្រមខណ្ឌមានជ័យហ្នឹងគឺទីធ្លាទីតាំងប៉ុណ្ណឹងហើយទៅប្រមូលសមាគមគ្រូបង្រៀនហ្នឹងប្រកបប្រកាសហៅសិស្សនិស្សិតយុវជនកម្មករសហជីពផងមានកន្លែងណាឲ្យគាត់អាចទៅជុំគ្នាដើម្បីតវ៉ាធំល្មមទេឬក៏គ្រាន់តែជាសារប្រាប់ថាឲ្យជួយគ្នាជាសម្លេងទូទាំងប្រទេសទៅមិនចាំបាច់ចូលមកដល់ស្នាក់ការហ្នឹងក៏បានឲ្យតែលើកដូចថាមានសារអីគ្រប់គ្រងឬក៏យ៉ាងម៉េចដែរបងបាទចាសំណួរនេះគឺប្រពៃណាស់សម្រាប់នៅថ្ងៃស្អែកចានៅថ្ងៃស្អែកគឺយើងអំពាវនាវឲ្យគ្រប់ណាទាំងអ
អាណាព្យាបាលទាំងមន្ត្រីរាជការទាំងគ្រូបរិញ្ញាទាំងអ្វីទាំងអស់ហ្នឹងគឺយើងដោយសារតែមានការអនុញ្ញាតពីពីពីសាលាក្រុងចាពីសាលាក្រុងអញ្ចឹងសាលាក្រុងក៏គេបានចុះមកជួបខ្ញុំនៅពេលព្រឹកមិញដែរហើយគេក៏សួរខ្ញុំថាតើខ្ញុំធ្វើរោងទេអីទេខ្ញុំថាខ្ញុំអត់ធ្វើរោងទេដឹងហើយថាសមាគមគ្រូបរិញ្ញាបត្រកម្ពុជាឯករាជ្យមិនដែលចូលចិត្តនៅកន្លែងត្រជាក់ទេចាមិនដែលចូលចិត្តនៅត្រជាក់ទេអញ្ចឹងការធ្វើរោងធ្វើអីវាត្រជាក់ពេកធ្វើឲ្យពួកយើងស្ពុតស្ពុនអញ្ចឹងយើងចង់នៅឲ្យមានខ្យល់អាកាសអីខ្លះទៅដើម្បីឲ្យបញ្ញាអារម្មណ៍ដល់សិស្សនិស្សិតគ្រូបរិញ្ញាថាគ្រូបរិញ្ញាមិនសមាគមគ្រូបរិញ្ញាកម្ពុជាឯករាជ្យនេះមិនមែនចូលចិត្តនៅក្នុងម៉ាស៊ីនត្រជាក់ទេអញ្ចឹងពួកយើងទាមទារគឺដើម្បីឲ្យយុវជនលោកគ្រូអ្នកគ្រូប្រជាពលរដ្ឋទាំងអស់មានការអប់រំក៏ទទួលបានការអប់រំទាំងអស់គ្នាហើយយើងឃើញហើយសប្តាហ៍ថ្ងៃការអប់រំត្រូវតែបង់ប្រាក់ណាខុសពីអ្វីដែលនាយករដ្ឋមន្ត្រីហ៊ុនសែនពីមុនចាគាត់ថាការចូលរៀនឲ្យមិនបង់ប្រាក់ឥឡូវអត់ទេការចូលរៀនត្រូវតែបង់ប្រាក់បើគ្មានប្រាក់បង់ចង់ឈប់ទៅចង់ធ្វើអីធ្វើទៅអាហ្នឹងយើងអត់ចង់ឃើញអញ្ចឹងទេចារឿងប្លែកមួយហើយដែលបងមានប្រសាសន៍ពីរឿងបងប្រាក់ព្រោះខ្ញុំធ្លាប់មានកូនដែរនៅសាលាខ្មែរហ្នឹងគឺមានមិត្តភ័ក្តិមានអីដែលគេលើកឡើងថាដោយសារតែប្រាក់បៀវត្សគ្រូបង្រៀននឹងតិចតួចស្រួយស្ដាងក្រៃទៅដល់អញ្ចឹងដើម្បីផ្គត់ផ្គង់ជីវភាពឲ្យគ្រប់បងមានប្រសាសន៍ថាលក់នំលក់ដូរឬក៏ធ្វើកិច្ចការងារជួយលក់តកួនលក់អីនៅតាមផ្សារផ្សោឬក៏រថម៉ូតូឌុប pass up អីអញ្ចឹងទៅប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងក៏មានអាណាព្យាបាលមួយចំនួនដោយសារតែដូចថានៅក្នុងសាលាហ្នឹងមានប្រាក់លើកទឹកចិត្តអីបន្តិចបន្តួចដើម្បីជួយគ្រូនឹងឲ្យជួយមើលកូនថែមផងក្រែងលោកវាបានដូចថាគុតមុតច្រើនជាងហ្នឹងហើយរឿងនេះហើយដែលធ្វើឲ្យមានការថ្នាក់ច្រើនដែរកន្លងមកដោយសារអីចុះបើសិនជាអាណាព្យាបាលដែលមានប្រាក់បន្តិចបន្តួចជូនសគុណទៅលោកគ្រូអ្នកគ្រូដើម្បីឲ្យជួយមើលកូនអញ្ចឹងមើលកូនតែអ្នកដែលមានប្រាក់ហ្នឹងអញ្ចឹងចុះឲ្យគ្នាដែលគ្មានប្រាក់ហ្នឹងអញ្ចឹងគ្នានឹងត្រូវបានគេមើលរំលងអីអញ្ចឹងអានេះជាការលើកឡើងប៉ុន្តែខ្ញុំជឿថាសមានចិត្តរបស់អាណាព្យាបាលដោយសារតែគាត់អត់មានជំរឿសអីហ្នឹងគឺមានតែវិធីធ្វើដូច្នេះដើម្បីឲ្យគេអាចមើលការថែទាំកូនចៅរបស់គាត់ឲ្យបានរៀងគ្រាន់បើអីអញ្ចឹងខ្ញុំថារឿងនេះអ្វីដែលបងមានប្រសាសន៍ពីរឿងតស៊ូមតិសមាគមគ្រូបង្រៀនខ្លួនឯងប្រហែលជាមិនជោគជ័យបានពេញកម្រិតដោយការគ្រប់គ្រងពីអាណាព្យាបាលសិស្សទេខ្ញុំឲ្យឧទាហរណ៍ជាក់ស្ដែងមួយនៅសហរដ្ឋអាមេរិកបើសិនជាចង់ឲ្យគ្រូបង្រៀនមានប្រាក់បៀវត្សឡើងមិនមែនគ្រូបង្រៀនតវ៉ាខ្លួនឯងទេព្រោះធម្មតាគ្រូបង្រៀនតវ៉ាគ្រាន់តែប្រាប់ថាខ្ញុំមានបញ្ហាតែអ្នកដែលជួយជ្រោមជ្រែងគាត់គឺអាណាព្យាបាលសិស្សព្រោះអីនៅពេលដែលគ្រូបង្រៀនមានបញ្ហាអ្នកដែលរងផលប៉ះពាល់ធំគឺគុណភាពអប់រំរបស់សិស្សនោះដែលជាកូនចៅរបស់អាណាព្យាបាលអញ្ចឹងមកថាសារនេះខ្ញុំក៏សូមរំលឹកដល់អាណាព្យាបាលសិស្សទាំងអស់នៅពេលដែលសមាគមគ្រូបង្រៀនគាត់មានទុកកុំឲ្យគាត់ទៅម្នាក់ឯងហើយឲ្យរដ្ឋាភិបាលបិទមាត់គាត់ឬក៏រករឿងគាត់ព្រោះធម្មតាតែពេលគ្រូបង្រៀនឡើងទៅធ្វើការឃោសនាអីចង់បានប្រាក់បៀវត្សបន្ថែមគេគិតថាធម្មតាណាមិនចង់បានឡើងប្រាក់បៀវត្សប៉ុន្តែអាហ្នឹងគេថាយើងមិនចេះស្កប់ស្កល់អីចឹងប៉ុន្តែនៅពេលដែលអាណាព្យាបាលសិស្សនិងសិស្សសានុសិស្សទាំងអស់ចូលរួមគ្រប់គ្រងខ្ញុំជឿថាជោគជ័យគឺមានធំប៉ុន្តែកន្លងមកគឺច្រើនតែគ្រូសមាគមគ្រូបង្រៀនធ្វើបានតែម្នាក់ឯងអាណាព្យាបាលហ្នឹងហាក់បីដូចជាមានភាពបាក់ស្បាតឬក៏ភ័យខ្លាចឬក៏មិនចូលរួមអីអញ្ចឹងតើបងមានធ្លាប់មានបញ្ហាហ្នឹងដែរទេដែលមើលទៅឃើញសមាគមគ្រូបង្រៀនធ្វើប៉ុន្តែមិនដែលមានសារពីអាណាព្យាបាលដើម្បីជួយថាគ្រូបង្រៀននិយាយចឹងត្រូវមែនអញ្ចឹងដែលមានជួបបញ្ហាចឹងដែរទេបាទការដែលអាណាព្យាបាលគាត់លើកសរសើរគឺគាត់អត់ហ៊ានលើកសរសើរចំទេគេបើសិនជាពួកគាត់មកលើកសរសើរយើងតាមអ្វីដែលពួកគាត់បញ្ចេញសារតាមបណ្ដាញសង្គមឬក៏តាមអីមួយត្រូវរដ្ឋាភិបាលត្រូវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថាអូពួកហ្នឹងពួកប្រឆាំងអញ្ចឹងគាត់គ្រោះថ្នាក់ទៀតចាគាត់គ្រោះថ្នាក់ទៀតចាអញ្ចឹងពួកយើងជាប្រធានសមាគមគ្រូបរិញ្ញាកម្ពុជាឯករាជ្យជាថ្នាក់ដឹកនាំសមាគមយើងត្រូវតែបដិញ្ញាចិត្តចាបដិញ្ញាចិត្តដាក់បើដូចពាក្យខ្មែរពាក្យគេនិយាយលេងគេថាដាក់ផុកដាក់ផុកឲ្យថាស៊ូស្លាប់ដើម្បីជាតិរស់ចាអញ្ចឹងខ្ញុំដោយសារតែមានវត្តមានដល់ថ្ងៃនេះក៏ខ្ញុំគ្រោះថ្នាក់ម្ដងរួចហើយចាដឹងហើយថាខ្ញុំត្រូវបានគេផ្ដួលម៉ូតូប៉ងសម្លាប់ចាព្រោះអីគេគម្រាមកំហែងបែបហ្នឹងគេអត់ចង់ឲ្យមានគ្រូណាហ៊ានងើបអញ្ចឹងគេថា2 ដង 8ឲ្យ2 ដង 8តាមគេអញ្ចឹងទៅអញ្ចឹងគេអត់ចង់ឲ្យនិយាយការពិតទេគេឲ្យនិយាយការពារចា
អរគុណច្រើនបងផ្សាយសូមជូនពរឲ្យពិធីថ្ងៃស្អែកនេះប្រព្រឹត្តទៅបានជោគជ័យបងទទួលទានដំណេកឲ្យបានលួងលក់ស្កប់ស្កល់ផងព្រោះអីត្រូវរវល់មួយថ្ងៃវោះល្ងាចហើយឆ្លៀតពេលផ្ដល់កិត្តិយសឲ្យខ្ញុំបានសម្ភាសដើម្បីដឹងពីសុខទុក្ខគ្រូបង្រៀនផងខ្ញុំពិតជាអរគុណបងយ៉ាងជ្រាលជ្រៅហើយក៏អរគុណដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលនៅបន្តជួយសមាគមគ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជាជាសម្លេងចុងក្រោយហើយអស់សម្លេងហើយព្រោះអីដូចបងមានប្រសាសន៍ចឹងថាតែនិយាយខ្ទាស់គេគឺជាខ្មាំងនិយាយទៅគឺអឺ ប្រប្រឆាំងខ្មាំងនឹងគឺថាតវ៉ាខ្មាំងប្រឆាំងខ្មោចនឹងគឺវានៅតែមានស្ថិតនៅក្នុងផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរដោយទាំងសមាគមគ្រូបង្រៀនប៉ុន្តែយ៉ាងណាខ្ញុំសរសើរវីរភាពរបស់បងស្រីអុកឆាយាវីផងរងគ្រោះព្យុះព្យុះមានដោយទាំងលោករងឈុនផងដែលជាស្ថាបនិកដ៏ចំណានរបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានៅតែប្រឹងតស៊ូតទៅទៀតដូច្នេះហើយមានបញ្ហាអីឬអាចសំទោសមានព័ត៌មានអីខ្ញុំនឹងបន្តសម្រាប់ថ្ងៃស្អែកនៅពេលដែលបងមានពិធីនឹងរៀបចំឡើងតើបានរលូនយ៉ាងណាលទ្ធផលយ៉ាងម៉េចខ្ញុំនឹងជម្រាបជូនបងប្អូននៅពេលដែលមានលទ្ធផលពីកិច្ចប្រារព្ធពិធីនៅថ្ងៃស្អែកហើយជាឱកាសនេះក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាហើយជម្រាបលាបងស្រីអុកឆាយាវីចាពីចម្ងាយជំម្ដងទៀតរាបលាបាទចាបាទអរគុណច្រើនបងហើចាយអរគុណយើងនឹងជួបគ្នានៅពេលក្រោយបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតបងអែមលៀងមាត់សម្រាប់រាត្រីថ្ងៃទី4ខែសុំទោសខែនិយាយខែលេខត្រូវគឺខែតុលានេះគឺសូមសន្មតថាចប់ត្រឹមប៉ុណ្ណេះជួបគ្នានៅស្អែកទៀតតាមពេលវេលានឹងម៉ោងប្រហាក់ប្រហែលនឹងដដែលទៀតបាទមិនហ៊ានសន្យាទេព្រោះអីពេលខ្លះធ្យូងក៏វាទៅទឹកអស់ក៏វានៅសើមអញ្ចឹងទៅក៏វាអាចរអាក់រអួលយឺតបន្តិចបន្តួចប៉ុន្តែបងអែមលៀងមាត់នេះនៅតែមកបំរើអារម្មណ៍បងប្អូនជានិច្ចនិរន្តរ៍ហើយគ្មានប្រែរោះទេបងប្អូនចេះតែថាលោកមួងណារ៉េតចូលចិត្តលោកមួងណារ៉េតណាស់ហើយសូមឲ្យកុំប្រែប្រួលចិត្តអីលោកឲ្យសូមឲ្យនៅដដែលដរាបណាខ្ញុំនៅមានដង្ហើមដកគឺការប្រែប្រួលចិត្តសម្រាប់ឲ្យទៅអ្វីផ្សេងក្រៅពីបំរើស្មារតីប្រជាពលរដ្ឋខ្មែរយើងទាំង18លាននាក់នេះគឺមិនមានទេគឺខ្ញុំនៅតែរក្សារសនៃបង្អែមលៀងមាត់ឲ្យផ្អែមឈ្ងុយឆ្ងាញ់តាមស្ករត្នោតអ្នកខេត្តកំពង់ស្ពឺតរៀងទៅបាទសូមអរគុណសូមជម្រាបលា